ចាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមកបង្ហាញតិចនិចដល់បងប្អូននៅក្នុងការដាក់តាំងវត្ថុឲ្យបានត្រឹមត្រូវនិងនាំទៅសំណាងដល់យើងណាកុំឲ្យដាក់ឲ្យនាំសយអញ្ចឹងណាហើយកន្លងមកខ្ញុំឃើញមានបញ្ហាច្រើនដែលឃើញបងប្អូនយើងខ្លះគាត់រៀនស្មុគស្មាញខ្លះទៅគាត់អត់យល់ណាអញ្ចឹងខ្ញុំចង់មកបង្ហាញតាក់ទងមួយចំណុចកាប់ពិតការដាក់វត្ថុចូលទៅក្នុងទីតាំងផ្ទះរបស់យើងកាប់ពិតអត់សមញ៉ាំទេប៉ុន្តែកត្តាដែលទាមទារគឺទាមទារបងប្អូនខ្លួនឯងចង់ដឹងចង់ចេះអត់ជួនកាលពេលខ្លះខ្ញុំឃើញកាប់ពិតមានគ្រូគាត់ចែករំលែកច្រើនដែរតាក់ទងជាមួយនឹងការតាំងនឹងធ្វើមិនតិចតិចប៉ុន្តែខ្ញុំមានអារម្មណ៍ថាបងប្អូនអត់សូវបានចាប់អារម្មណ៍ពីមូលហេតុហើយនឹងរូបមន្តណាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញរូបមន្តវិញថាបងប្អូនគួរតែយកអីមកគិតដើម្បីការដាក់តាំងវត្ថុនឹងមួយឲ្យវាត្រូវព្រោះជាជាងយើងទៅសួរគេម្ដងមកចំណុចទេណាបងប្អូនមានន័យថានៅពេលយើងទៅសួរគេនោះមានន័យថាយើងរងចាំតតែគេទំនេរគេបានមកប្រាប់យើងអញ្ចឹងពេលខ្លះវាយើងត្រូវការចាំគាត់ពេលខ្លះមួយអាទិត្យ2ថ្ងៃ3ថ្ងៃរឿងអីក៏ដោយបើសិនជាបងប្អូនទៅចាំគេវាអត់ស្រួលដូចយើងពឹងខ្លួនឯងទេណាអញ្ចឹងបាទខ្ញុំព្យាយាមប្រាប់ពីឫសគល់មូលហេតុហើយនឹងរូបមន្តឲ្យបងប្អូនដឹងថានៅពេលដែលបងប្អូនយកចិត្តទុកដាក់ឲ្យរៀនបងប្អូនអាចជួយខ្លួនឯងបាននៅក្នុងអាចចំណុចទូចស្រាលអស់នឹងឯងអញ្ចឹងខ្ញុំត្រឡប់មកវិញថានៅក្នុងការដាក់តាំងវត្ថុមង្គលមួយមានពី3សំណួរដែលបងប្អូនគួរសួរទី1បងប្អូនត្រូវស្គាល់ថាតើវត្ថុដែលយើងចង់យកមកដាក់តាំងនេះជាអ្វីជាមានធាតុអីឧទាហរណ៍ដូចទូដៃធាតុមាសឧទាហរណ៍ដូចថាព្រះភូមិធ្វើពីអីគេស៊ីម៉ង់ជាធាតុដីត្រូវអត់បងប្អូនហ្នឹងឬក៏បងប្អូនចង់យកធាតុអីផ្សេងទៀតដូចជារូបចម្លាក់ដែលយកមកដេកូនៅក្នុងផ្ទះអីផ្សេងហ្នឹងរូបចម្លាក់ដែលធ្វើពីថ្មកែវអីហ្នឹងបានន័យថាជាធាតុដីអញ្ចឹងបងប្អូនត្រូវតែកំណត់ខ្លួនឯងវិញថាតើវត្ថុដែលបងប្អូនត្រៀមយកចូលមកហ្នឹងមានធាតុអីបងប្អូនសួរសំណួរហ្នឹងសិនណាហើយបើបងប្អូនសួរហើយអត់ទាន់ឆ្លើយបានបងប្អូនទៅមើលវីដេអូរបស់ខ្ញុំនៅក្នុង file element ណាបងប្អូនទៅមើលហ្នឹងថាតើធាតុមួយហ្នឹងតំណាងអីហេតុអីបានហៅធាតុអីហើយធាតុហ្នឹងក៏កាត់របៀបម៉េចពិឃាតគ្នារបៀបម៉េចបងប្អូនទៅមើលធាតុទាំង5ហ្នឹងសិនថាមានអីខ្លះមានទឹកឈើភ្លើងនឹងបងប្អូនទៅរៀននឹងយល់សិនកាប់ពិតការងារនឹងអត់លំបាកឯណាហ្នឹងហើយទី2បងប្អូនត្រូវបន្ទាប់ពីបងប្អូនឆ្លើយសំណួរទី1នឹងចាប់ហើយបងប្អូនទៅសួរទៀតថាតើទិសដែលបងប្អូនវត្ថុដែលបងប្អូនយកមកនេះបងប្អូនត្រៀមយកទៅដាក់ទិសហ្នឹងបងប្អូនត្រូវរកថាតើទិសមួយណាជាទិសដែល support វត្ថុរបស់យើងដែលត្រៀមដាក់ហ្នឹងធាតុ support កន្លែងហ្នឹងគឺខ្ញុំសំដៅទៅលើធាតុកកាឬក៏ធាតុម៉ែខ្ញុំព្យាយាមហៅឲ្យច្រើនព្រោះបងប្អូនយើងពេលខ្លះគាត់ហៅធាតុខុសគ្នាណាអញ្ចឹងខ្ញុំព្យាយាមហៅឲ្យច្រើនដើម្បីឲ្យធំកុំឲ្យបងប្អូនច្រឡំធាតុកកាធាតុបង្កើតធាតុម៉ែឬក៏ធាតុ support ហ្នឹងណាទី2បងប្អូនត្រូវកំណត់រកទិសដែលមានធាតុដូចនៅពេលដែលបងប្អូនកំណត់ទិសនឹងហើយបងប្អូនត្រូវយកមកវិញថាតើខ្លួនឯងនឹងចង់ដាក់នៅទិសមួយណាវាសមទិសនឹងពេលខ្លះវត្ថុមួយនឹងដាក់នៅទិសមួយនឹងវាអត់សមទេបងប្អូនពេលខ្លះវាអត់សមមួយផ្ទះយើងវាអត់សមជាមួយនឹងវាទៅផ្លូវទៅអីអញ្ចឹងណាអញ្ចឹងបងប្អូនរកទិសនឹងហើយបងប្អូនទៅ brainstorm វិញថាគួរតែចង់ដាក់នៅទិសណាបន្ទាប់មកទៀតទី3បងប្អូនទៅសួរថាតើវត្ថុមួយនឹងបងប្អូនយកមកដាក់នឹងគ្រាន់តែជាការដេកផ្ទះឲ្យស្អាតឬក៏បងប្អូនចង់support បុគ្គលណាម្នាក់នៅក្នុងផ្ទះរបស់យើងឬក្នុងគោលបំណងអីមួយបងប្អូនត្រូវតែឆ្លើយ3សំណួរនឹងឲ្យច្បាស់សិនបន្ទាប់មកទៀតឧទាហរណ៍ថាទិសដែលយើងកំណត់ហ្នឹងយើងចង់ដាក់ហ្នឹងវាអត់ស្អាតទេវាអត់សមមួយរបស់យើងវាទៅផ្លូវឬក៏ជាទ្វារជាអីយើងដាក់បានអញ្ចឹងបងប្អូនទៅរកទិសណាមួយដែលស័ក្តិសមហ្នឹងហើយបងប្អូនត្រូវដឹងថាតើទិសដែលបងប្អូនរកឃើញថ្មីដែលចង់ដាក់នេះជាមួយវត្ថុដែលយើងប្រំដាក់ហ្នឹងវាឆ្លោះគ្នាអត់វាពិឃាតគ្នាអត់ឧទាហរណ៍ថាទិសដែលខ្ញុំប្រាប់នេះអត់ដាក់នៅក្នុងទិសធាតុម៉ែអត់បានដាក់នៅក្នុងទិសវត្ថុដូចនឹងអត់បានហើយអញ្ចឹងបងប្អូនត្រូវយកឧទាហរណ៍ថាបងប្អូនជាវតាក់ទងជាមួយនឹងរូបចម្លាក់ថ្មចុះតែបែរជាទៅរកឃើញនៅទិសខាងកើតអញ្ចឹងបងប្អូនដឹងហើយត្រូវទិសខាងកើតគឺជាទិសធាតុឈើត្រូវអត់ហ្នឹងហើយទិសធាតុឈើដល់ពេលដែលបងប្អូនយកដីទៅដាក់សួរថាវាកើតអីវាតាក់ទងជាមួយនឹងចំនួនមានន័យថាឈើហើយដីគឺជាធាតុពិឃាតហ្នឹងហើយអញ្ចឹងបងប្អូនថ្លឹងថ្លែងមើលថាតើរវាងភាពស្អាតដែលបងប្អូនចង់បានហ្នឹងជាមួយនឹងការដែលដាក់ទៅនាំបញ្ហាតើបងប្អូននៅចង់ដាក់ទិសហ្នឹងអត់បើសិនជាបងប្អូនថានៅតែចង់ដាក់អូខេបងប្អូនដាក់ចុះអញ្ចឹងបងប្អូនត្រូវគិតដល់ចំណុចមួយទៀតតើមានធាតុណា
ដោះស្រាយជំនួសពីនឹងបានអត់ធាតកណ្ដាលបងប្អូនទៅរកធាតកណ្ដាលណាហ្នឹងហើយដោះស្រាយបែបហ្នឹងតែបើសួរមកខ្ញុំវិញសម្រាប់ខ្ញុំដែលបានរៀនហ្នឹងបើសិនជាការដាក់វត្ថុមួយហ្នឹងអត់បាននាំឲ្យមានប្រយោជន៍ដល់ខ្ញុំទេគឺខ្ញុំអត់ដាក់ទេពួកអីនៅក្នុងផ្ទះមួយមានន័យថាទីធ្លាសំខាន់ផ្ទះនៅក្នុងការរៀបចំក្នុងផ្ទះក៏ដូចគ្នាត្រូវការស្អាតត្រូវការទូលាយត្រូវការ clean អត់ឲ្យមានវត្ថុញ៉េញ៉ៃមកពីឃាតអីច្រើនទេអញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំចេះខ្លួនឯងអញ្ចឹងខ្ញុំយល់ថាការតាំងពេលខ្លះវាអត់មានប្រយោជន៍សោះហេតុអីបើខ្ញុំត្រូវចំណាយលុយទៅទិញវត្ថុហ្នឹងយកមកដាក់ទី2វានាំឲ្យជាស្ទះចរន្តខ្យល់អញ្ចឹងវាមានកត្តាច្រើនអញ្ចឹងខ្ញុំព្យាយាមបរៀនបងប្អូនត្រឡប់មកវិញថាឲ្យបងប្អូនចេះខ្លួនឯងទី1គឺយើងអត់ចំណាយអត់ប្រយោជន៍ទី2យើងដាក់ឲ្យស្អាតហើយបានហុងស៊ុយមកវិញទៀតអញ្ចឹងហ្នឹងគឺជា tip នៅក្នុងការតាំងវត្ថុមង្គលហើយជាទូទៅសំណួរដែលខ្ញុំបានទទួលនឹងមានច្រើនដូចខ្ញុំប្រាប់ថាវត្ថុមួយមានតម្រូវការនៅក្នុងផ្ទះមួយវាមានច្រើនណាស់រាប់រយ item ហើយបើបងប្អូនចាំសួរឲ្យគេឆ្លើយមានក៏ពិតមានលោកគ្រូអ្នកគ្រូគាត់ចែករំលែកច្រើនប៉ុន្តែគាត់ខ្ញុំចង់មកថែមដើម្បីឲ្យបងប្អូនមានអ្វីជាមូលដ្ឋានខ្លួនឯងនៅក្នុងការសម្រេចចិត្តគិតភ្លាមធ្វើភ្លាមអត់ចាំចម្លើយឬអត់ចាំពេលគេទំនេរអញ្ចឹងណាយើងអាចធ្វើខ្លួនឯងបានហើយការងារនេះវាស្រួលហើយអត់ស្មុគស្មាញហើយបងប្អូនអត់ពិបាកទៅចំណាយលុយព្រោះកន្លងមកធ្លាប់ដឹងថាមានបងប្អូនខ្លះគាត់ចង់រៀនច្រើនដែរតែវាត្រូវការចំណាយច្រើនអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់ចែករំលែកដល់បងប្អូនតាក់ទងជាមួយបងប្អូនមិនបាច់ចំណាយតែបងប្អូនត្រូវតែមានកម្លាំងចិត្តខ្លួនឯងនៅក្នុងការប្រឹងប្រែងធ្វើម៉េចឲ្យជួយខ្លួនឯងបានអញ្ចឹងណាតែបើសិនជាខ្ញុំធ្វើឲ្យបងប្អូនអត់មើលអត់ព្យាយាមរៀននៅនិយាយថារៀនមិនចេះលើលោកនោះអត់មានអ្នកណាថារៀនមិនចេះទេបើសិនជាយើងចង់ចេះពួកអីអត់មានអីដែលលើសពីឆន្ទៈនិងកម្លាំងចិត្តរបស់យើងទេគ្រប់កិច្ចការងារទាំងអស់ឲ្យតែយើងចង់គឺធ្វើបានណាហ្នឹងណាហ្នឹងហើយអញ្ចឹងត្រឡប់មកមេរៀនយើងវិញអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចសួរ 3-4 សំណួរដែលខ្ញុំបរៀនហ្នឹងហើយបន្តមកទៀតអ្នកទាំងអស់គ្នាយក case study នេះយកទៅគិតខ្លួនឯងវិញបន្ទាប់ពីមេរៀនដែលខ្ញុំបានផុសមកទី1ទី2ទី3ទី4នេះអ្នកទាំងអស់គ្នាសាកទៅសួរមើលថាបើសិនជាគេសួរអ្នកទាំងអស់គ្នាថាជំនាញផ្ទះដាក់នៅទិសណាអ្នកទាំងអស់គ្នាឆ្លើយរួចអត់ព្រះភូមិសាឡុងអាងហាលទឹកចង្ក្រានបាយបន្ទប់ទឹកដើមឈើនេះអ្នកទាំងអស់គ្នាសាកទៅរៀនឆ្លើយជាទូទៅវត្ថុខ្លះវាមានពីធាតុនៅក្នុងហ្នឹងអូខេដូចថាឥឡូវជំនាញផ្ទះរបស់អ្នកទាំងអស់គ្នានឹងសួរខ្ញុំថាជំនាញផ្ទះរបស់ខ្ញុំធ្វើពីឈើអញ្ចឹងគួរដាក់ទិសណាកាប់ពិតនៅក្នុងជំនាញផ្ទះរបស់អ្នកទាំងអស់គ្នាទៅឈើប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាដុតហ្នឹងគឺដុតភ្លើងរាល់ថ្ងៃអញ្ចឹងបើនិយាយខ្លីជំនាញផ្ទះហ្នឹងគឺអាចមានជាធាតុភ្លើងប៉ុន្តែដោយសារជំនាញផ្ទះរបស់អ្នកទាំងអស់គ្នាធ្វើពីឈើអញ្ចឹងអ្នកទាំងអស់គ្នាទៅមើលទិសណាដែល support ភ្លើងហើយនឹងឈើអញ្ចឹងបើសិនជាយើងនិយាយត្រូវហ្មងជៀសវាងកុំឲ្យយកឧបមាថាអ្នកទាំងអស់គ្នាយកទៅដាក់ទិសថៃថេបើន័យថាឧបមាថាអ្នកទាំងអស់គ្នាយកទៅដាក់នៅទិសខាងកើតធាតុភ្លើងជំនាញផ្ទះជាធាតុភ្លើងយកទៅដាក់នៅទិសខាងកើតនេះវាធ្វើឲ្យភ្លើងរបស់យើងវាខ្សោយទិសអញ្ចឹងជំរើសទី1ដែលអ្នកទាំងអស់គ្នាគួរតែដាក់នេះគួរតែដាក់នៅទិសខាងត្បូងឈើនិងភ្លើងគឺនៅរួមផ្សំជាមួយគ្នាតែម្ដងអត់ឆ្លោះគ្នាទេអញ្ចឹងណាអញ្ចឹងដល់ពេលដែលយើង random ថាទិសទី1ទី2ទី3ហើយអ្នកទាំងអស់គ្នារកទិសមួយណាដែលល្អជាងគេបំផុតយកទៅដាក់ក្នុងហ្នឹងហើយមួយទៀតឧទាហរណ៍ថាជំនាញផ្ទះរបស់យើងធ្វើពីថ្មកែវមានខ្ញុំធ្លាប់ឃើញមានជំនាញផ្ទះធ្វើពីថ្មកែវអញ្ចឹងនៅក្នុងនោះច្បាស់ជាមានភ្លើងហើយនឹងដីឯងអញ្ចឹងភ្លើងហើយនឹងដីគួរតែនៅទិសមួយណានៅទិសត្បូងឈៀងលិចឬក៏ទិសជើងឈៀងកើតយើងគិតរបៀបហ្នឹងណាហើយបើដូចខ្ញុំនិយាយថានៅក្នុងទម្រង់ផ្ទះរបស់យើងបែរមុខអត់ដូចគ្នាទេបើសិនជាអត់ដូចគ្នាទេអត់មានជំរើសអ្នកទាំងអស់គ្នាត្រូវប្រើវិធីសាស្ត្របើពីរនឹងឆ្លោះគ្នាអ្នកទាំងអស់គ្នាត្រូវប្រើធាតុកូនធាតុកណ្ដាលរវាងទិសហើយនឹងវត្ថុយើងយកមកដោះស្រាយបញ្ហាអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាធំប៉ុណ្ណឹងអរគុណ